តាបងប៉ុន្តែដោយសារប្រទេសមួយហ្នឹងគឺកំពុងតែមានសង្គ្រាមដោយសារមានសង្គ្រាមណាបងហើយប្រទេសហ្នឹងគឺជាប្រវត្តិសាស្ត្រយូរលង់ដែរប៉ុន្តែខ្ញុំអត់ចង់បង្ហើបដោយសារយើងកំពុងតែនិយាយចឹងណាបងដល់ពេលទៅក៏ខ្ញុំយកជ្រើសរើសយកប្រាសាទកោះកេរដើម្បីរួមចាដើម្បីរួមចែកម្លែកនៃវប្បធម៌យើងចាសម្បត្តិវប្បធម៌យើងអីចឹងណាបងហើយបើសិនជាមើលទៅអាច safe កាលណាសុខភាពកាលណាគឺខ្ញុំនឹងទៅស្ត្រីខ្ញុំគាត់តែចង់និយាយថាស្ត្រីគឺជាអ្នកដែលអស្ចារ្យចាស្ត្រីគឺជាមេដឹកនាំមួយជាបងជាប្អូនក៏ដូចជាផ្ដល់ក្តីស្រឡាញ់អីចឹងណាចឹងហើយសូមដល់តម្លៃឲ្យពួកគាត់ខ្លាំងចាបងសម្រាប់ខ្ញុំមកបងខុសគ្នារៀងច្រើនដែរមួយយើងពេលដែលយើងសម្ដែងនៅរបាំគឺយើងអត់មានបានត្រូវការដូចថានិយាយអីច្រើនអីទេបងទៅគឺស្ដាប់តែជាស្ដាប់តែភ្លេងហើយនឹងកាយវិការយើងដែលយើងហាត់ជាមួយអ្នកគ្រូលោកគ្រូអញ្ចឹងណាបងដល់ពេលមកនេះគឺទៅទាំងអស់ដូចគ្នាចាហើយតែគ្រាន់ថាត្រូវការ action ខ្លាំងមែនតើដូចថាភ័យយើងត្រូវធ្វើភ័យខ្លាំងហ្មងឲ្យអ៊ីនខ្លាំងកាន់តែខ្លាំងជាងដែលយើងសម្ដែងជាអ្នកលំបាំអញ្ចឹងណាបងចាសម្រាប់ខ្ញុំខ្ញុំភាគច្រើនខ្ញុំការលំបាករបស់ខ្ញុំគឺក្រែងចិត្តបងខ្លាចថាយើងសម្ដែងទៅខ្លាចវាអត់ត្រូវនឹងហើយទី1ហើយទី2ភ័យមែនតើហើយក៏ព្យាយាមដូចថាសួរពួកគាត់ពីចេះពីមួយទៅមួយព្រោះយើងលើកដំបូងយើងអត់អាចដូចថាទៅឆ្កយអីបានទេចាហើយភ័យខ្លាចតែយើងធ្វើអត់បានល្អអីចឹងតែលទ្ធផលអត់អីដែរទទួលបានការសរសើរពី director ក៏ដូចជាម្ចាស់ចាងវាងផលិតកម្មដែរចឹងទៅរៀងមានទឹកចិត្តបន្តិចបងចាបើសិននិយាយថាខ្មោចឡងដូចជាអត់មានទេបងបើថារន្ធត់បែបលក្ខណៈថាសាសនាហ្នឹងដូចថាគាត់យល់ខុសឬក៏អ្នកកាន់កាពិតតួអង្គសាសនាមួយហ្នឹងក៏អត់អីទេប៉ុន្តែគាត់អ្នកកាន់ទេចាគាត់កាន់ដបងហើយវាធ្វើឲ្យវាមិនថាយូរទៅវាបែកលក្ខណៈមហិច្ឆតាណាដល់វាធ្វើឲ្យដូចថាវាទៅជាខ្លែងហើយចុងក្រោយគឺអត់មានអីក្រៅពីភាពវិនាសកន្លែងហ្នឹងគឺខ្លាំងមែនតើខ្ញុំក៏ចង់មកចេញប្រតិបត្តិតែគ្រាន់ថាឥឡូវនេះខ្ញុំគ្រាន់តែជាសិស្សប្អូនមួយឯងប៉ុន្តែនៅថ្ងៃណាមួយក៏ខ្ញុំព្យាយាមដូចថានៅពីក្រោយក៏ដូចជាបទពិសោធន៍សម្រាប់បងប្អូនមិនថារៀមច្បងឬក៏សិស្សប្អូនទេគឺសំខាន់ជាងគេគឺសម្លៀកបំពាក់មិនថា sexy ឲ្យ sexy ដឹងកន្លែងដូចថាទៅកម្មវិធីអីមួយ sexy យើងកុំជ្រុលពេកដោយសារអីប្រទេសយើងមានវប្បធម៌អរិយធម៌ដល់ចំណាស់មួយចាហើយមួយទៀតដូចថាទៅកន្លែងណាមួយបើសិនជាយើងពាក់អត់សមរម្យវាខុសផែនខុសអីចឹងវាតម្លៃយើងវាទៅតាមនឹងដែរអញ្ចឹងអ្នកដែលគេចូលមករាប់អានយើងក៏ដូចជាអ្នកដែលគេឲ្យតម្លៃយើងចង់មកនិយាយជាមួយយើងក៏ទៅតាមនឹងដែរដោយសារការស្លៀកពាក់នឹងមុនគេហ្មងចាតែមិនមែនថាឲ្យតែចាំបាច់តែស្លៀកពាក់ស្អាតទេឬគេចាំបាច់មើលតែសម្បកក្រៅអត់ទេគឺឆ្វាច់ឡើងគឺយើងត្រូវការមើលសម្បកក្រៅនឹងមុនហ្មងបងហើយបានយើងអាចមើលចិត្តច្រើនចាប្រហែលជាដោយសារជាសំណួរបងទៅប្រហែលជាអូនប្រហែលកាត់តាមអត់ទាន់មកជានេះថ្ងៃហ្នឹងដូចជាមានរឿងទុះរឿង MC មួយគាត់បានអូយអត់តាន់ទេនេះបងខ្ញុំពិតជាអត់តាន់មែន MC មួយគាត់បានអត់ទៅល្អចំពោះនារីលើកស្លាកអញ្ចឹងណាហ្នឹងហើយអូនបានមើលដាក់តែរឿងហ្នឹងខ្ញុំសុកពិតជាសុំទោសផងខ្ញុំដូចជាអត់តាមអត់តាន់មែនដោយសារអីខ្ញុំគេថាកេងតាមអត់តាន់តែខ្ញុំកេងអត់បានកេងទេដោយសារអីរំភើបថ្ងៃនេះខ្ញុំត្រូវតែមកដូចថារឿងយើង support ដំបងអញ្ចឹងយើងអត់អាចនេះទៅអត់ងួយកេងតែគ្រាន់ថាអីផ្សេងខ្ញុំខ្លាចបែកអារម្មណ៍វាច្រើនអ្វីដែលខ្ញុំសុខផ្លូវជាពិសេសរឿងនៅក្នុងសង្គមខ្ញុំអត់សូវតាមដានច្រើនទេពេលច្រើនខ្ញុំអស់ចោលអ្វីដែលខ្ញុំគួរធ្វើគឺអាពង្រឹងសមត្ថភាពខ្លួនឯងយកពេលហ្នឹងមកធ្វើជាអ្វីដែលមានតម្លៃអញ្ចឹងទៅសុំទោសផងបងដែលអត់បានតាមដាននៅក្នុងសង្គមមែនតើហើយក៏ខ្ញុំវាអត់មានយោបល់អីណាបងតែសំខាន់គឺស្ត្រីខ្ញុំគ្រាន់តែចង់និយាយថាស្ត្រីគឺជាអ្នកដែលអស្ចារ្យចាស្ត្រីគឺជាមេដឹកនាំមួយជាបងជាប្អូនក៏ដូចជាផ្ដល់ក្តីស្រឡាញ់អញ្ចឹងណាអញ្ចឹងហើយសូមដល់តម្លៃឲ្យពួកគាត់ខ្លាំងចាបងសម្រាប់ខ្ញុំអត់មានអីទេបងក្រៅពីម្រាមដៃ10ក៏អរគុណទៅដល់មេដាពិភពលោកស្ត្រីគឺជាមេដាពិភពលោកហើយដូច្នេះពួកយើងត្រូវរំលឹកគុណគាត់ពួកគាត់ជាអ្នកដែលផ្ដល់កំណើតចាផ្ដល់នៅសេចក្តីសុខក៏ដូចជាមេគ្រួសារមួយដែរនៅក្នុងក្រុមគ្រួសារក៏ដូចជានៅក្នុងសង្គមជាតិជាមេដឹកនាំអញ្ចឹងហើយអត់មានអីទេក្រៅពីជូនពរឲ្យសុខភាពល្អជាពិសេសសុខភាពនឹងហ្មងបងហើយនឹងផ្លូវចិត្តក៏ដូចជាការងារប្រកបដោយស្ថិរភាពចាបងកន្លែងហ្នឹងខ្ញុំគិតហើយបងមុននឹងខ្ញុំសម្រេចចិត្តថាសម្ដែងរឿងហ្នឹងសម្ដែងចូលទៅអាជីពវិស័យកុនណាបងខ្ញុំគិតរឿងហ្នឹងហើយអ្នកខ្លះគេគិតថាចឹងប៉ុន្តែខ្ញុំព្យាយាមមែនតើហ្មងគឺខ្ញុំចិត្តស្និទ្ធជាមួយនឹងអត់ balance គ្នាហ្មងត្រូវតែរៀបចំការងារឲ្យស្រួលបួលមួយដើម្បីដូចថាយើង
អត់ឲ្យចោលមួយទៅមួយឯងពីព្រោះអីសិតតែជាអ្នកសំខាន់ហើយខ្ញុំក៏អត់អាចបោះចោលនៅជំនាញរបាំខ្ញុំដែរគឺខ្ញុំនៅតែសម្ដែងខ្ញុំនៅតែចូលរួមនៅរាល់កម្មវិធីបុណ្យជាតិក៏ដូចជាឯកជនអីនានាគឺខ្ញុំនៅតែសម្ដែងមិនថាខ្ញុំខ្លាចជាវិវត្តទៅជាយ៉ាងណាបងតោះតែថាយើងជាគេហៅ retire ដែរចូលនិវត្តទៅអាហ្នឹងខ្ញុំសុំធ្វើជារៀមច្បងឬក៏អ្នកជំរុញពីក្រោយខ្នងបងប្អូនជាបទពិសោធន៍មួយសម្រាប់ពួកគាត់ចា៎ បងទៅចង់ដឹងមួយដែរដោយសារតែបងអានគឺអ្នកណាក៏ដឹងដែរការសម្ដែងប្រព័ន្ធរបស់យើងណានៅលើក្នុងតកនេះគឺល្បីល្បាញគេហៅថាទូទាំងប្រទេសទាំងតែអន្តរជាតិក៏ទទួលស្គាល់ ចាបង ឥឡូវនេះមានបំណងថាចេះនឹងធ្វើអីដើម្បីបំបីកំណត់ត្រាចាស់ហេមើលទៅ ចង់តាបងប៉ុន្តែដោយសារប្រទេសមួយហ្នឹងគឺកំពុងតែមានសង្គ្រាមដោយសារមានសង្គ្រាមណាបងហើយប្រទេសហ្នឹងគឺជាប្រវត្តិសាស្ត្រយូរលង់ដែរប៉ុន្តែខ្ញុំអត់ចង់ប្រហើបដោយសារយើងកំពុងតែនិយាយចឹងណាបងដល់ពេលទៅក៏ខ្ញុំយកជ្រើសរើសយកប្រាសាទកោះកេរដើម្បីរំចាដើម្បីរំចែកម្លែកនៃវប្បធម៌យើងចាសម្បត្តិវប្បធម៌យើងអីចឹងណាបងហើយបើសិនជាមើលទៅអាច safe កាលណាសុខភាពកាលណាគឺខ្ញុំនឹងទៅសម្ដែងទស្សនវិជ្ជាផ្សេងៗគ្នាទៀតបងមិនមែនតែមួយ ចូលឆ្នាំមានអីកដោពិសេសអីសម្រាប់ fan នេះព្រោះឯកសារឥឡូវយើងចិត្តសង្គ្រាមនេះ កដោពិសេសបងខ្ញុំដូចជាដឹងតែមានទេបងមានតែអត់ទេយល់ពីច្រើនយើងជាតារាគ្រប់តារាទាំងអស់អញ្ចឹងតែងតែមានអីថ្មីប្លែកៗថ្មីតាមឲ្យតន់ content តាមឲ្យតន់សម័យកាលអញ្ចឹងណាបងតែងតែមានតែមានតែតាមសង្គមហ្នឹងហើយបណ្ដាញសង្គមឬក៏ page Facebook ផ្លូវការអីចឹងណាបងចា ចង់បានចង់ជួបកូនអានចង់ខុសជាមួយកូនអានចង់ហាត់លេខចង់បានលេខថាកូនអានចូលឆ្នាំទៅណា សៀមរាបផ្ទះខ្ញុំ ចាបងគឺឆ្លាញ់ខេត្តទឹកដីដែលឆ្លាញ់បំផុតចានៅខេត្តសៀមរាបបង សុំមួយដែរដូចថាឥឡូវកូនអានច្រៀងទៀតតែយ៉ាងមិនដែរ អូយនេះកាន់តែថ្មីសាឡាងជាដែរណាបងឃើញទេឥឡូវភាពយន្តអស់ពីភាពយន្តមកចម្រៀងទៀតខ្ញុំអត់ដឹងថាមកគេខ្ញុំស្ទុកចិត្តថាខំប្រឹងអស់ពីសមត្ថភាពហើយក៏ដូចជាឲ្យទស្សនិកជនគាត់អ្នកដាក់ពិន្ទុឲ្យបើសិនជាខ្ញុំអាចទៅខ្ញុំទៅមួយទៀតខ្ញុំទៅថ្ងៃឡើងទៅជំហានមួយទៀតអីចឹងណាហើយមានមួយទៀតតែអត់លាក់សិនចាបង អាចថានោះហ៎ នោះហើយនោះទៀតនិយាយទៅគឺច្រើនមែនតើណាបងនិយាយទៅខ្ញុំគឺខ្ញុំចូលចិត្ត challenge ខ្លួនឯងចូលចិត្តសាក់លបងខ្លួនឯងចឹងបើសិនថាធ្វើអត់ការធ្វើអីអត់ការខ្ញុំបាក់ទឹកញក់ដៃបាក់ទឹកចិត្តទេប៉ុន្តែខ្ញុំឲ្យតែខ្ញុំឲ្យបានធ្វើឲ្យហើយកុំឲ្យស្ដាយក្រោយហ្មងចា ចុះកូនអានមានដឹងខ្លួនអត់ថាមានបងគាត់លឺណាមានអ្នកដែលគេចូលចិត្តគាត់ស្រឡាញ់កូនអានហ្នឹងប៉ុន្តែកូនអានអាចបានគ្នាបេះដូងសោះគេចង់ហេតុអីទៅបើឡើយ អូដោយសារអត់ផងបងដោយសារខ្ញុំនៅស្រឡាញ់ខ្លួនឯងខ្លាំងពេកបង សំណួរហ្នឹងគឺគេសួរច្រើនខ្លាំងគឺខ្ញុំមានតែនិយាយតែចឹងថាគឺខ្ញុំស្រឡាញ់ខ្លួនឯងខ្លាំងនៅអត់ទាន់បើកចិត្តទទួលអ្នកណាទេគឺនៅជាមួយនឹងការងារក៏ដូចជាក្រុមគ្រួសារមិត្តភ័ក្តិជាពិសេសខ្លួនឯងហ្នឹងហ្មងអត់ទាន់ព្រោះដោយសារអត់ទាន់ឃើញអ្នកណាគេដែលស្រឡាញ់យើងដូចខ្លួនឯងហ៎បងចា ចង់ឲ្យអ្នកដែលស្រឡាញ់កូនអានមកស្រឡាញ់រឿងសាសនាងឹតមកគ្រប់គ្រងសាសនាងឹតបែបណាដែរ ច្បាស់ហើយបងបើស្រឡាញ់ខ្ញុំត្រូវការមកគ្រប់គ្រងឬក៏ដូចជាលើកតបលើកប៉ាអីចឹងណាបងមិនថាគ្រប់គ្រងតែខ្ញុំទេគ្រប់គ្រងគ្រប់វិស័យភាពយន្តទាំងអស់ចាគ្រប់គ្រងខ្ញុំក៏ដូចជាគ្រប់គ្រងនៅសិល្បៈរៀនច្បងនៅក្នុងតួឯងនៅក្នុងនោះមិនមែនមានតែខ្ញុំណាបងហើយក៏វិស័យប្រកខ្មែរយើងដើម្បីលើកតម្កើងហ្នឹងហើយដើម្បីពួកគាត់មានទឹកចិត្តហ្នឹងហើយធ្វើបន្តចា ខ្ញុំមកទៀតព្រៀងខ្លួនទៅទទួលការរីកគុណអស់ហើយដំណើរពីព្រោះអីតោះណាតែបងហើយនៅពីព្រោះដោយសារយើងនេះគឺជាអាជីពទី1របស់យើង ច្បាស់បងត្រូវតែប្រឈមមុខព្រោះមនុស្សម្នាក់ៗអត់មានការគិតដូចគ្នាទេហើយខ្ញុំក៏ផ្លូវចិត្តខ្ញុំរឹងមាំខ្លាំងដោយសារក្តីស្រឡាញ់ពីគ្រួសារពីមិត្តភ័ក្តិគឺខ្លាំងមែនតើអញ្ចឹងអ្វីដែលចង់មកបំបាក់ទឹកចិត្តខ្ញុំចង់មកឆ្កឹះខ្ញុំគិតថាគាត់ប្រហែលជាអត់មានសំណាងនឹងមកបំបាក់ទឹកចិត្តខ្ញុំខ្លាំងហើយព្រោះទឹកចិត្តខ្ញុំគឺពេលខ្លះគេដូចថាឲ្យខ្ញុំទៅខ្ញុំទៅជាសោចសប្បាយដូចរឿងកំ pl ែងអញ្ចឹងហ៎បងអញ្ចឹងឲ្យសួរថាខ្ញុំតបមិនខ្ញុំអត់តបទេខ្ញុំមានតែសោចហើយនឹងធ្វើបន្តធ្វើការល្អបន្តចា